ដោយសារឃើញថាការព្យាបាលចលនានេះវាមានសារៈសំខាន់ណាស់ក្នុងវិស័យវេជ្ជសាស្ត្រនៅពេលបច្ចុប្បន្ននេះជាមួយនឹងស្ថានភាពដែលមានការកើនឡើងនៃជំងឺរ៉ាំរ៉ៃដូចជាជំងឺឈឺចាប់សន្លាក់ជំងឺលើសឈាមទន់មួយចំនួនខ្លួនជំរាបសួរខ្ញុំបាទចូលភូមិសុមេតជាពេទ្យជំនាញផ្នែកព្យាបាលចលនានិងស្ដារកាយសម្បទាននៃមន្ទីរសម្រាប់ព្យាបាលអ្នកផលិតថ្ងៃនេះខ្ញុំសូមធ្វើការចែករំលែកទាក់ទងថាអ្វីទៅដែលហៅថាការព្យាបាលចលនាដោយសារឃើញថាការព្យាបាលចលនានេះវាមានសារៈសំខាន់ណាស់ក្នុងវិស័យវេជ្ជសាស្ត្រនៅពេលបច្ចុប្បន្នជាមួយនឹងស្ថានភាពដែលមានការកើនឡើងនៃជំងឺរ៉ាំរ៉ៃដូចជាជំងឺឈឺចាប់សន្លាក់ជំងឺលើសឈាមទន់មួយចំនួនខ្លួនហើយបងប្អូនមួយចំនួនក៏គាត់អត់ទាន់បានជ្រាបច្បាស់ថាអ្វីទៅជាការព្យាបាលដោយចលនាអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការបកស្រាយទាក់ទងជាមួយនឹងអ្វីទៅជាការព្យាបាលដោយចលនាហើយការព្យាបាលដោយចលនានេះប្រព្រឹត្តទៅបែបណាការព្យាបាលដោយចលនាគឺជាការព្យាបាលមួយបែបតាមវេជ្ជសាស្ត្រដែលយើងប្រើប្រាស់នៅចលនាលំហាត់ប្រាណជាមួយនឹងសម្ភារៈជំនួយជាមួយម៉ាស៊ីនដើម្បីធ្វើការកែលម្អទៅលើមុខងារចលករចលនារបស់រាងកាយបំបត្តិការឈឺចាប់ឈានទៅរកជីវិតមួយដែលមានគុណភាពការព្យាបាលចលនានេះយើងធ្វើឡើងដោយគ្រូពេទ្យជំនាញផ្នែកព្យាបាលចលនាដែលមានបទពិសោធន៍ធ្វើការពិនិត្យវាតម្លៃស្ថានភាពចលនារបស់អ្នកជំងឺរកចំណុចខ្វះខាតគាត់ហើយយើងធ្វើការស្ដារត្រឡប់មកវិញដូចជាសាច់ដុំទៅលើមុខងារសន្លាក់របស់គាត់មុខងារសួតរបស់គាត់ដែលមានបញ្ហាធ្វើម៉េចឲ្យគាត់បានប្រសើរឡើងវិញ